ទប់ចិត្តនឹងទង្វើដ៏ខុសខើរបស់សៀមលេងបានអ្នកគ្រូណាលីបានแชร์វីដេអូមួយហើយពោលពាក្យបែបនេះថាមុនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអាសាត់ដេរឆានមួយនេះវារត់មកពឹងខ្មែរឲ្យជួយវាតែដល់ពេលវាឡើងហើយវាគ្មានសមត្ថភាពដោះស្រាយបញ្ហានយោបាយក្នុងស្រុកវាបានវាមកធ្វើសង្គ្រាមជាមួយនឹងកម្ពុជាដើម្បីយកប្រជាប្រិយភាពដើម្បីរក្សាតំណែងនិងអំណាចរបស់វាតែអ្វីដែលវាកំពុងធ្វើវាកំពុងតែបើកទ្វារនរកឲ្យប្រជាជននិងប្រទេសវាធ្លាក់រណ្ដៅនឹងជាទីស្អប់ខ្ពើមរបស់ប្រជាជនទូទាំងពិភពលោកវាដល់ពេលវេលាហើយដែលការពិតត្រូវបានលាតត្រដាងអំពីអំពើដ៏អាក្រក់ដែលចៅសៀមបានធ្វើដាក់ខ្មែរប្រឌិតរឿងលៀបពណ៌បំផ្លាញកេរ្តិ៍ឈ្មោះខ្មែរកន្លងមកឥឡូវការពិតនឹងបានលាតត្រដាងហើយថាពួកវាសាហាវជាងសត្វដេរឆានទៀតរឿងដែលវាបង្កលើកនេះយកស្អីមកលុបលាងភាពអាក្រក់របស់ចៅសៀមលែងបានទៀតហើយចានេះគឺជាការបង្ហោះរបស់អ្នកគ្រូណាលីផងដែរហើយក៏មានប្រជាជនជាច្រើនទៀតមានការជឿចាប់អំពីអំពើឈ្លានពានរបស់ចៅសៀមសង្ឃឹមថាការពិតនឹងលាតត្រដាងឆាប់ៗនេះហើយអំពើបាបដែលសៀមបានសាងកន្លងមកនឹងហុចផលក្នុងពេលឆាប់ៗនេះផងដែរតើតើទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា